ក្នុងផ្ទះឈើតូចមួយកណ្ដាលព្រៃធំមានកូនខ្លាឃ្មុំគួរឲ្យស្រឡាញ់មួយក្បាលឈ្មោះបូរ៉ូវាមានរោមពណ៌ត្នោតទន់ៗភ្នែកខ្មៅធំៗស្លៀកពាក់អាវក្រហមតូចនិងកាបូបស្ពីពណ៌ខៀវនៅព្រឹកមួយដ៏ស្រស់ស្អាតកូនខ្លាឃ្មុំតូចបូរ៉ូនេះភ្ញាក់ពីដំណេកឈរនៅមុខផ្ទះឈើតូចមួយក្នុងព្រៃបៃតងក្រោមពន្លឺព្រះអាទិត្យនាពេលព្រឹកថ្ងៃនេះបូរ៉ូសម្រេចចិត្តចេញដំណើរផ្សងព្រេងដើម្បីស្គាល់ពិភពលោកក្រៅព្រៃដែលគេមិនធ្លាប់ឃើញពីមុនបូរ៉ូបានដើរយ៉ាងសប្បាយរីករាយលើផ្លូវក្នុងព្រៃក្រោមកាំរស្មីពន្លឺឆ្លងកាត់ដើមឈើនិងសត្វស្លាបហើរត្រសងនៅលើផ្លូវបូរ៉ូបានជួបកូនក្តាន់តូចមួយដែលកំពុងភ័យខ្លាចនិងឈរតែម្នាក់ឯងបូរ៉ូបានដើរយឺតៗទៅរកកូនសត្វក្តាន់តូចដែលភ័យខ្លាចនោះហើយរំជួលចិត្តជាខ្លាំងដោយក្តីមេត្តាបូរ៉ូបានសម្រេចជួយវាបាននាំសត្វក្តាន់តូចមួយនោះឆ្លងកាត់ព្រៃពន្លឺក្តៅវណ្ហក្នុងសភាពស្ងប់ស្ងាត់នោះរហូតដល់កូនក្តាន់នោះបានជួបម្ដាយវាវិញចាប់ពីថ្ងៃនោះពួកគេក៏បានក្លាយជាមិត្តនឹងគ្នាលុះពេលថ្ងៃលិចមកដល់បូរ៉ូបានវិលត្រឡប់ទៅផ្ទះវិញដោយចិត្តពោរពេញដោយក្តីសុខនិងមានមោទនភាពជាខ្លាំងរឿងនេះបង្ហាញថាក្តីមេត្តានិងមិត្តភាពតូចតាចក៏អាចបង្កើតការផ្លាស់ប្ដូរដ៏ធំធេងក្នុងពិភពលោកមួយបានដែរសូមអរគុណសម្រាប់ការតាមដានទស្សនាបើពេញចិត្តវីដេអូនេះសូមជួយ Subscribe Like និង Share ម្នាក់មួយផងបងប្អូន